ថ្ងៃនេះនៅពេលដែលចេញពីក្រៅផ្ទះម្ដងគឺមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនក៏ព្រោះតែឥឡូវហ្នឹងនៅតំបន់អឺរ៉ុបគឺរដូវផ្ការីកហើយក្លិនផ្កាក្រអូបសាយភាយគ្រប់ទីកន្លែងគួបផ្សំនឹងសំឡេងចាបយំនិងខ្យល់បក់រវិចហើយនៅរដូវផ្ការីកនេះដែរក៏មានបុណ្យមួយដែលគេហៅថាបុណ្យ Easter ហើយថ្ងៃហ្នឹងគឺខ្ញុំនាំក្មួយខ្ញុំដើម្បីមកដើររើសស៊ុតមិនត្រឹមតែរើសស៊ុតតែ Easter egg ហ្នឹងទេគឺថែមទាំងមានល្បែងកម្សាន្តផ្សេងដើម្បីឲ្យក្មេងឡើងចុះរត់លេងអញ្ចឹងណាដែលនៅក្នុងសួនហ្នឹងគឺគេរៀបចំយ៉ាងពិសេសសម្រាប់ក្មេងៗនៅរដូវកាលបុណ្យ Easter ហ្នឹងណាហើយឥឡូវហ្នឹងខ្ញុំបានចូលមកដល់ខាងក្នុងហ្នឹងគេឲ្យសភៅមួយទៅក្មួយខ្ញុំនេះឲ្យដើម្បីដើររស៊ុតហ្នឹងដែលមានកលានឹងពណ៌ដូចអញ្ចឹងតែក្មេងៗគឺអត់លុយទេប៉ុន្តែមនុស្សធំដូចខ្ញុំគឺត្រូវបង់9 យូរ៉ូកន្លះហើយខ្ញុំនេះខំហៅមើលនៅគុំឈើផងគុំស្មៅគៀនផ្កាអីផងតែខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺផ្កាហើយនឹងរុក្ខជាតិទេនិយាយទៅតែមួយនេះគេហ៊ុបបេះដូងនេះបេះដូងហើយគេដូចជាបតោងខ្សែកនេះបងគេនៅស្មានតែគេលាបបងមាន់អីចឹងទៅលាបពណ៌គូអីចឹងមកដាក់មកនឹងហ៊ុបប៉ុណ្ណាអីចឹងតែគេមិនដឹងនេះឯនោះណាខ្ញុំនេះខំស្លឹងនៅតាមគុំផ្កាអូភ្នែកបើកយ៉ាងប៉ិនពងមាន់ហើយតែគ្មានឃើញពងស្អីទេឥឡូវរឿងរាប់ Easter egg ហ្នឹងឲ្យក្មួយខ្ញុំអ្នករចាស់ខ្ញុំណែមកដើរមើលផ្កាវិញផ្កានៅនេះគឺស្អាតខ្លាំងមែនទែនឡើងធំប៉ុណ្ណាណីហើយមានគ្រប់ពណ៌ហើយខ្ញុំមកនេះគឺរដូវកាលដែល Magnolia វារៀងរួយព្រោះអីប្រហែលថ្ងៃហ្នឹងគឺវារៀងក្តៅដែរអូឡើងស្ញេះហ្មងនេះក្មេងគេមករក Easter egg តែខ្ញុំនេះមករកផ្កាចុះលីនៅ garden និយាយទៅក្មេងៗដើររកEaster egg ហ្នឹងទៅយើងនេះមករកផ្កានេះអូយស្អាតហើយផ្កាបោះស្វាយនេះក៏ស្អាតដែរនេះនៅខាងក្រោមនេះអូអានេះស្វាយចំហ្មងនេះស្អាតខ្លាំងណាស់តែមានក្លិននេះពួកអស់នេះបានស្អាតទេមកដើមMagnolia នេះធំខ្លាំងណាស់នេះការឡើងស្ញេះឥឡូវនឹងឈូកអស់ហើយនេះនៅលើដីស្អាតណាស់ធំមកខាងនេះមើលនេះដើមគេប៉ុណ្ណាណៃហ្មងដូចពីពីងកន្លែងនេះគេឲ្យយកសភានេះទៅយកបាល់ហើយតមកដែលការនេះក៏ស្អាតដែរនេះបោះឡើងស្វាយហ្មងអូ cuteឥឡូវហ្នឹងខ្ញុំមកដល់កន្លែងនេះមានចិត្តដើមផ្កាហ្នឹងគេមានដាក់បាល់ឲ្យក្មេងលេងហើយខ្ញុំហ្នឹងក៏ចូលរួមលេងដែរព្រោះអីក្មួយទាឲ្យលេងមួយហើយក៏ដាក់បាល់អញ្ចឹងទៅដើរទៅកន្លែង Easter egg ហ្នឹងដើរជុំវិញហ្នឹងបន្ទាប់មកដើរត្រឡប់ទៅកន្លែងដែលយើងយកបាល់ហ្នឹងវិញហើយទៅដាក់នៅក្នុងកត្រកបាល់គេហ្នឹងUi Yupu Hãy nuôi nè Mình nè sao khmui nên nàng chăng dùng kia không đau là tích mình ơi thlẹ mọ đo trong khối thlẹ tiền hương ấy mình chẳng dùng hay là dương đau tới hàng nó tiết vừa nè này cái bên khơi pong này nè Easter egg kia mai trong cái đà một từ bọn lái xong là Easter egg kia nắng kia nè nơi tam cùng ca dương hồ mưa trắng nè này ní miền nè làng pin nè ca này đi có xe tới đi po làng ping mọn xe đó nè po kia anh ấy ca đấy sử dụng ca đấy cho te nhom này mình thấy po với hiện xẻ chiêng hay hiện ở sau chờ được nơi chật đẹp nhau mình hello nè xa ra hụp ca nơi bị khổi hay khẳng không ní kim miên này cô anh ấy đôi bỏ tùy lip ca bỏ lương hổ anh ấy tấm rạng này nè Echo squirrel squirrel wow còn cái nàyนี่cái ao cái mình họp mơ tham miên bỏng mòn bỏng tia năngประมาณให้cáiเศษđã trâu thằng sập hơi rồiแต่เกรอกบานจังนะcái nàyก็สะอาดได้เนี่ย
ឥឡូវនឹងដើរមកដល់ផ្លូវបំបែកនេះកន្លែងនេះគេមានផ្កាគេទៀតនេះស្ដាយត្រង់ថ្ងៃហ្នឹងអត់សូវមានថ្ងៃតែនេះដូចអាផ្កាសាគុរ៉ាចឹងអូយនេះស្អាតឡើងសុះសាយហ្មងអាស្ដាយគេចូលដើមក្រោមដើមឈើនឹងទៀតហើយនៅនេះពេលខែរដូវផ្ការីចឹងផ្កាច្រើនណាស់ហីគ្រប់កន្លែងហើយទៅតាមតំបន់ទៀតតំបន់នេះវាហីអានេះទៅតំបន់នេះវាហីអានេះទៅអូអានេះយើងក្អូបតិចតិចអត់សូវខ្លាំងទេអូអានេះស្អាតទៅនេះឡងខ្ញុំហ្នឹងការនេះក៏មួយយ៉ាងតែរបៀបដូចអាផ្កាស្មៅអីចឹងទៅវាដុះទៅតាមវាលទៅតាមព្រៃអីតែក៏ស្អាតមួយយ៉ាងដែរនេះដើមគេទូចនេះដូចផ្កាអង្គាសលចឹងនិយាយទៅប៉ុន្តែវាហីចេញមកដូចផ្កាសាគុរ៉ាមួយសត្វខ្មុំនេះធំនេះអុយធំនេះថតវាមិនបានវាហត់រហូតមកខាងព្រំនេះក៏ស្អាតដែរនេះពណ៌លឿងនេះឡើងចង់មកដើមហ្មងតាំងពីគល់រហូតដល់ចុងទៅខាងនោះគេមានការគេហៀទៀតខាងនោះអូច្រើនណាស់មកនេះថតមួយស្ដាយមួយនោះក្មេងៗហ្នឹងគេដើររក Easter egg អូដើមនេះក៏ខ្ពស់នេះធំគេរត់តែគេទៅរកឃើញហើយ Easter egg គេហ្នឹងគេមានពណ៌ហើយនឹងអាក្លាខុសៗគ្នាដើមនេះឃើញគេច្រើននៅជប៉ុនមាននេះឥឡូវគេដាំនៅនេះស្អាតស្លឹកគេដល់ពេលដល់ខែរដូវស្លឹកឈើជ្រួសស្លឹកគេដល់ពណ៌ទឹកក្រូចផ្កាពណ៌ស្វាយនេះស្អាតដែរដូចត្រឹមប៉ែតចឹងប៉ុន្តែក៏មើលនោះអូឡើងស្វាយពេញមេឃហ្មងនោះដើមវាធំហើយខ្ពស់ណានេះដើមគេទៅក្រោមនេះអានេះវាជ្រួខ្ញុំហើយកមកថតឲ្យអ្នកទាំងអស់គ្នាមើលស្អាតមើលដើមឈើនេះប៉ិតតែអត់មានស្លឹកមែនក៏ជាផ្នែកមួយនៃការដេក័រដែរនេះអូខ្ញុំតែនិយាយរឿងថាពណ៌តែខូចពណ៌លឿងពណ៌ក្រហមឥឡូវនេះមកដល់ណាមួយទៅស្អាតគេចាប់ដើមពីពណ៌ទឹកខូចទៅមកគេឃើញខ្ញុំថតវីដេអូគេចង់ចូលដែរគេសុំអានទីសុំថតដែរនៅលើដីចេះក៏មានផ្កាដែរនេះដើមឈើនេះធំអានេះពណ៌ឡើងស្វាយនេះអានេះ Magnolia ពណ៌ស្វាយស្អាតគេរីកនៅសួននេះក៏គេមានដើមអាស័យដែរខ្ញុំចាប់អារម្មណ៍មួយផ្កានេះមែនតើវាដូចផ្កាទូលីបចឹងប៉ុន្តែតនិយាយទៅដល់ស្អែងហើយកលាគេឡើងស្អាតឡើងច្បាស់ហ្មងប៉ុន្តែអត់មានក្លិនទេខ្ញុំគិតថាហ្នឹងវាពិបាកដាំដែរមើលទៅបានមានតែមួយអញ្ចឹងហើយដើរមកដល់កន្លែងនេះនិយាយថាអូដូចចូលកន្លែងពិធីមង្គលការណាអញ្ចឹងនេះដូចកន្លែងហោមគេធ្វើចូលហោមការអញ្ចឹងហើយផ្កាគេនេះដុះឡើងលើឡើងស្អាតហ្មងហើយអត់មានស្លឹកទេស្លឹកគេតូចតែដើមវិញឡើងមើលទៅឡើងមាំណាស់អូផ្កានេះតូចនេះតូចខ្លាំងមែនតើហ្មងមិនណែណាបើមើលនៅចិត្តទៅអូយវាថាស្អាតដូចផ្កាកលាបចឹងហើយរីកឡើងពេញហ្នឹងស្អាតឡើងស្ញេះហើយខ្ញុំដើរមកដល់កន្លែងនេះគឺមានបឹងតូចមួយហើយសតាផ្កាកណ្ដឹងនេះហើយនៅកន្លែងហ្នឹងណាគេមានបង់អង្គុយលេងគេដាក់ឲ្យយើងអង្គុយមើលកងានមើលទីអីចឹងហើយខ្ញុំក៏ឃើញចាស់គាត់មកនឹងច្រើនដែរមកមួយមិត្តភ័ក្ដិគាត់មួយប្តីគាត់មកអង្គុយលេងជែកគ្នាអញ្ចឹង
នៅចិត្តនឹងមានអាដើមស្អីគេណាដោះចេញមកអ្នកគួរឲ្យខ្លាចដូចបិសាចអញ្ចឹងហើយដល់ពេលស្ទាបវិទៅរៀងរៀងអត់សូវមុតទេនិយាយទៅតែគួរឲ្យខ្លាចហ្មងនឹងភឺសបមកដល់កន្លែងនេះគេដាក់ដុំឈើហ្នឹងដើម្បីឲ្យក្មេងដើរលោតលេងដើរឆ្លងកាត់ហ្នឹងអញ្ចឹងណានេះគេមានប៊ុនសៃទៀតនេះប៊ុនសៃគេគ្រប់ប្រភេទហ្មងគេធ្វើខ្លួនគេដាំខ្លួនគេអូយ៉ាបន្ទាប់ពីមើលប៊ុនសៃហើយខ្ញុំបានមកដល់កន្លែងគេលក់ដើមផ្កាអស់ហ្នឹងណាហើយនេះស្អាតនេះប៉ុន្តែក៏មើលតម្លៃថ្លៃខ្លាំងណាស់420 euro ញ៉ែទូជិះណាអូណែដល់ដៃឃើញ Magnolia ពណ៌លឿងនេះឥឡូវឃើញពណ៌លឿងកន្លែងគេលក់តែនៅក្នុងសួនអត់មានឃើញ Magnolia ណាពណ៌លឿងមួយសោះមានតែមួយនេះចាំមើលតម្លៃគេមែន48 euro នេះកម្ពស់ហ្នឹងប្រហែលជា1 ម៉ែត្រជាងអូហើយ Magnolia នេះធំខ្លាំងណាស់នេះមួយរីជួយប៉ុណ្ណាណៃបន្ទាប់ពីដើររកសុទ្ធហើយឥឡូវហ្នឹងខ្ញុំបានមកដល់ផ្ទះហើយអ្នកនៅផ្ទះនេះក៏បានsurpriseក្មេងៗដែររួមទាំងខ្ញុំគឺគាត់បានដាក់សូកូឡាហូបសុទ្ធអញ្ចឹងហើយឲ្យដើររើសដាក់នៅក្នុងកន្ត្រកហ្នឹងហើយមើលគេដើរហើម្ដងមួយហើយហើបានហើយតិចថាចែកគ្នាទៅអត់ទេសុំមួយក៏អត់បានដែរ Ja, ik heb er maar in. Dat zijn wel speciale kaarsjes, hè? Ja, een wit kaarsje. ចាកូនបន្ទាប់ពីដើររើស Easter egg នឹងបានអស់ហើយពួកយើងក៏បានញ៉ាំអាហារថ្ងៃត្រង់ជុំគ្នាដែរហើយពួកខ្ញុំក៏មានកាដូឲ្យក្មួយខ្ញុំដែរគឺសភៅមួយសភៅផាត់ហូបលេងអញ្ចឹងណានេះសភៅគេនេះនៅពេលដែលយើងកោសអានេះទៅនេះចេញពណ៌មកនេះកាដូឲ្យក្មួយស្អាតទេហើយខាងនេះយើងអាចផាត់ពណ៌លេងបានមានរូបទាទេណាស្អាតដល់សប្បាយកោសលេងបន្ទាប់មកយើងក៏ផាត់លេងមួយគាត់ចឹងទៅហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏ដល់ទីបញ្ចប់ដែរអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ